ចាំសួស្តីថ្ងៃនេះយើងមានបងអូនស្រីគាត់មកពីខាងក្រុមចាំដើម្បីមកឆែកសុខភាពរោគសប្លាយណាក្នុងនោះរួមចូលទាំងការអេកូដោះអញ្ចឹងនៅពេលដែលយើងឆែកនេះយើងឃើញមានដុំសាច់មួយនៅដោះខាងឆ្វេងរបស់គាត់ណាហើយសួរប្រវត្តិទៅគឺបងអូនខាងឆែកអេកូដោះនោះរយៈពេល2ឆ្នាំហើយអញ្ចឹងណានៅពេលដែលយើងឆែកឃើញមានដុំយើងបានស្ទាបផ្ទាល់ទៅលើដុំហ្នឹងអញ្ចឹងដុំហ្នឹងមានភាពកលិចកលាច់ហើយមានរូបរាងច្បាស់លាស់នៅលើស្រទាប់កពេញដោះដូច្នេះគឺជាដុំស្លូតណាអញ្ចឹងនៅពេលយើងមានដុំស្លូតហ្នឹងតើយើងត្រូវធ្វើដូចម្ដេចទៀតដូច្នេះយើងមានជំរើសពីរទីមួយគឺយើងតាមដានអេកូរៀងរាល់2ទៅ3ខែម្ដងក្នុងអំឡុងពេលដែលយើងតាមដានហ្នឹងបើសិនជាប្អូនគាត់មានបញ្ហាឈឺដោះផ្លាស់ប្ដូររូបរាងនៅលើដែលយើងចុងដោះឡើងកពិតឡើងរួញឬក៏រីកធំមានអាការៈឈឺខ្លាំងមានឡើងកូនកដងនៅក្លៀកនោះមានន័យថាជាសញ្ញាមិនល្អត្រូវបញ្ញាប់មកឆែកឡើងវិញខ្លាចលោកមានការវិវត្តទៅរកជំងឺកាចតែបើសិនជាវានៅក្នុងលក្ខណៈនៃដុំហ្នឹងมันមានការប្រែប្រួលយើងអាចរីឆែកនៅ2ខែទៅ3ខែក្រោយហើយសម្រាប់ជំរើសទី2គឺគាត់អាចធ្វើ mammography គឺយើងថតគៀបដោះណាថតគៀបដោះដើម្បីឲ្យយើង suspect កាន់តែប្រសើរជាងមុនថាតើដុំហ្នឹងអាចជាដុំស្លូតទាំងស្រុងឬក៏មានការវិវត្តណាមួយអញ្ចឹងអរគុណច្រើន